ចុះមកមើលជាការត្រេននៅខាងអូសោមបងប្អូនដឹងស្រាប់ហើយនៅក្នុងឃុំអូសោមយើងឥឡូវភាគច្រើនគឺដល់វគ្គទទួលជាតិឆេះគ្រប់ជាការទាំងអស់ប្រហែលជាចូល 70% ដែរអញ្ចឹងការភ្លៀងកក់ខែក៏វាមានជួបប្រទះដែរអញ្ចឹងជាហានិភ័យនៅក្នុងការត្រេនយើងវគ្គទទួលជាតិឆេះនេះអញ្ចឹងក្រុមហ៊ុន Champion យើងសូមណែនាំថ្នាំដើម្បីបាញ់ទៅដើម្បីធ្វើឲ្យសណ្ដងស្វិតទី1ការជូម440របស់យើងវាមានតួនាទីដើម្បីឲ្យសណ្ដងនេះវាកន្លែងមុខតំណនេះវាជាប់បានល្អហើយនឹងវាធន់វាអត់ងាយដាច់ទោះជាត្រូវភ្លៀងប្រហែលមេក៏ដោយវាអាចថាវាមិនជ្រុះសោះទេវាជ្រុះខ្ទង់តែ 20% ទេតែបើប្រសិទ្ធភាពរបស់វាគឺល្អហើយយើងអាចបូកជាមួយនឹងក្លុយគោះពីនក្លុយគោះមកដបទៅហើយអាតូនិកយើងដាក់មកដបដែរទៅហើយនឹងកាល់ស្យូម440យើងដាក់2ដបក្នុងវគ្គហ្នឹង2ដបទឹក1000លីត្រដើម្បីអីដើម្បីគឺទប់អាកតុយជាឆេះនេះកុំឲ្យវាមានការជ្រុះដាច់បងអាចមើលបាននៅក្នុងចការនេះគឺមានភ្លៀងធ្លាក់ម្សិលមិញដូចជា1ម៉ោងហើយអញ្ចឹងយើងបានបាញ់ស្កាត់ទុកមុនអញ្ចឹងឃើញថាសណ្ដងគេវាស្វិតវាមិនងាយជ្រុះដាច់ទេហើយមិនមែនមានតែប៉ុណ្្នឹងទេមើលគ្រប់ដើមទាំងអស់គឺថាល្អឥឡូវបងប្អូនអាចមកមើលដើមមួយទៀតបានឃើញវារុះមិនច្រើនទេអាចជាតិចតួចបើរុះភាគច្រើនគឺរុះសណ្ដងដែលផ្ញើពពួកសណ្ដងផ្ញើវាអត់ជាប់ទេព្រោះហ្នឹងវាជ្រុះជារឿងធម្មតាទេ